ឥឡូវអ្នកមកជាមួយខ្ញុំគេកំពុងតែបានហើយយើងបានហើយស្មើអញ្ចឹងយើងចាំអាទិត្យយើងឡើងចាំជើងក្រោយយើងបានឡើងហើយ Just because I wonder យើងកំពុងតែនៅក្នុងកន្លែង Priminor នេះខ្ញុំមានសបុតនេះសបុត VIP ដែលខ្ញុំចូលមកដល់ free ទេព្រោះសបុតនេះខ្ញុំបានមកមិត្តភក្តិរបស់ខ្ញុំដែលកោហេតាមពីទូចអូខេមើលខ្ញុំកំពុងតែចាំអាទិត្យភ្លើងដើម្បីទៅអាកន្លែងជាអភិវឌ្ឍថ្មីឬក៏កន្លែងពិសេសអស់ស្អីអញ្ចឹងចាំមើលទាំងអស់គ្នាណាចាំខ្ញុំជាអាទិត្យភ្លើង update story ទាំងអស់គ្នាវេ Doesn't mean I love you anymore. Am I lying to myself again when I say you're not the best I've ever had? Am I lying to myself again when I say that I'm not missing you so bad? តំបន់នេះផងដែរគឺជាតំបន់ដែលគេអភិវឌ្ឍថ្មីនៅក្នុងទន្លេអញ្ចឹងវាប្រតិជាហើយសម្រាប់អ្នកដែលរួចរាល់ពីការងារឯសៅរ៍អាទិត្យនេះអាចឈានមកលេងនៅកន្លែងនេះបានព្រោះវាមានទេសភាពស្អាតហើយនឹងខ្យល់អាកាសក៏បរិសុទ្ធទៀតអញ្ចឹងយើងចាំទៅមើលថាកន្លែងហ្នឹងវាមានអីគេលេងខ្លះយើងទៅមើលទាំងអស់គ្នាខ្ញុំមិនស្គាល់តែអូខេហត់អស់ខ្យល់នេះយើងចាំទៅ update story អ្នកអស់គ្នាទាំងអស់គ្នាJust because I'm on my knees and swearing out to hear you say I'm yours. Just because I know I'll never feel the same doesn't mean I love you anymore. Doesn't mean I love you anymore. Doesn't mean I love you. Đây mẹ rong mình đây. Trời ơi, chị chết nè. Nè. Làm chết có gì? Đấy. Một số kia nè nè. Mẹ rong mình đây bây giờ chị làm lên về hai đấy. Tầm mơ pin này đông pin không? Chơi chị ăn chanh nhỉ? Không pin. Bữa đi đông pin. Đây mình đặt mùi tập đây. Ê, trong kia đảo ơi. Trong kia đảo. Một nè nè. Nè tiêm lại. Bye bye. Bye bye. Và lời mơ tập hiện gọn phong điệp lao mình cái đặt cái phong đặt cái điệp lao nè khơi làm không nó sẽ thấy dơ là gì ca khi dơ được không
បងជួមើលច្រើនមក ឥឡូវនេះយើងមកដល់កន្លែងនេះគឺជាកន្លែងស្ទូចត្រី មកដល់ចូល គេពណ៌ស្ទូចត្រីហើយយើងនេះឈរមើលគេនេះដើរលេងជុំ បានយកអីមកញ៉ាំត្រូវ មកផ្ទះសន្តាគារបងប្អូនមើលអស់នេះ យើងថាគេឥឡូវយើងកក់ហើយបានយប់ហ្នឹង យកមកផ្ទះទៅផ្ទះឲ្យទៅមើលថយអស់ផ្ទះ អូខេអ្នកនរគ្នាឥឡូវយើងកំពុងតែមកដល់ក្នុងម៉ាតយើងរកអីញ៉ាំតិច មួយរៀល ឥឡូវកំពុងតែមករកទិញកាក់ អូខេអ្នកទាំងអស់គ្នា vlog ខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនិងជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងហើយដើម្បីជាកម្លាំងចិត្តតទៅមុខទៀតហ្នឹងហើយជាចុងក្រោយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ពីកន្លែងដើរលេងថ្មីៗនឹងផងដែរអរគុណជំរាបលាបាយបាយ